ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមកហូបបាយជាមួយខ្ញុំទាំងអស់គ្នាបងប្អូនហើយថ្ងៃហ្នឹងបានជាមួយនឹងត្រីចៀនកតុយរឹងផនយើងណាហើយបើថាទឹកត្រី7ទុំនេះវិញបងប្អូនគឺអូយប្លែកខុសពីធម្មតាអីចឹងណាបងប្អូនបងស្រីខ្ញុំគាត់ធ្វើបែបត្រាំ7ទុំរបស់យើងហើយគាត់យកទឹក7ទុំទៅឆាជាមួយនឹងម្ទេសហើយនឹងខ្ទឹមបងប្អូននិយាយថាអូយឈ្ងុយមែនតែនហ្មងណាហើយបងប្អូនហើយត្រីយើងចៀនឲ្យក្រៀមចឹងឆ្ងាញ់បងប្អូនពីព្រោះសាច់ប៊ីក្រាស់ហ៎បើថាយើងចៀនអត់ក្រៀមទេវានៅរាងអិចចឹងអត់សូវឆ្ងាញ់ទេបងប្អូនអានេះយើងចៀនវាខាងក្រៅអាសបកវារាងក្រាស់ហ៎ចៀនវាឲ្យក្រៀមចឹងទៅបានថាខាងក្នុងវាឆ្ងាញ់បងប្អូនហើយបន្លែផនយើងបងប្អូនហើយមានទាំងត្រួយឆាយាណាបងប្អូនគេហៅថាបន្លែផ្អែមនឹងឯងហើយទៅសក់ហើយនឹងស្ពៃក្តោបបងប្អូននិយាយថាអូយទំនងនិយាយពីឆ្ងាញ់មែនតែនហ្មងខ្ញុំចូលចិត្តហ្មងណាបងប្អូនជាពិសេសគឺត្រួយឆាយានឹងតែម្ដងហើយបងប្អូនណាយទំនងណាស់ឆ្ងាញ់អូយលេបទឹកមាត់ហ្មងណាបងប្អូនហាមទឹកមាត់ណាបងប្អូនណែអូប៉ះពេលយប់អីនិយាយថាអូយឆ្ងាញ់មែនមួយមុខនេះបងប្អូនជាពិសេសគឺទឹកត្រីយើងតែម្ដងហើយខុសប្លែកពីធម្មតានិយាយមែនបងប្អូនគឺឆ្ងាញ់មែនតែនហ្មងហើយបងប្អូនណាយបើអត់ជឿទេបងប្អូនអាចសាកធ្វើបានអីចឹងទៅដោយសារតែខ្ញុំអត់បានថតកន្លែងសកម្មភាពគាត់ធ្វើទឹកត្រីបងប្អូនព្រោះខ្ញុំរវល់ដាក់បាយទាបាយមាន់មើលមាន់អីចឹងទៅខ្ញុំបានថតជូនបងប្អូនមើលទេក៏ប៉ុន្តែបងប្អូនអាចសាកធ្វើទៅគាត់ជាដំបូងហ្នឹងក៏ប្រាប់ខ្ញុំថាគាត់យក7ទុំផ្លូវយើងយកមកត្រាំជាមួយនឹងទឹកក្តៅនៅពេលដែលវារីកហើយយើងយកមកឆាជាមួយនឹងខ្លាញ់បងប្អូនមុននឹងគាត់ចាក់ទឹក7ទុំនឹងចូលគាត់បានឆាខ្ទឹមឆាម្ទេសដែលគាត់ហាន់ហើយបងប្អូនយកមកឆាវាឡើងឈ្ងុយហើយបានចាក់ទឹក7ទុំយើងចូលហើយក៏ដាក់ជាមួយនឹងស្ករបន្តិចទៅហើយទឹកត្រីនឹងឯងបងប្អូននិយាយថាអូយឈ្ងុយឆ្ងាញ់មែនតែននិយាយមែនហូបជាមួយបន្លែក៏ត្រូវដែរហើយជាពិសេសនោះគាត់ប្រាប់ខ្ញុំថាបើមាននំបញ្ចុកហូបជាមួយទៀតកាន់តែឆ្ងាញ់បងប្អូនហើយបើគាត់ប្រាប់ខ្ញុំតាំងពីព្រឹកថាហូបជាមួយនឹងនំបញ្ចុកបានណាខ្ញុំទៅទិញនំបញ្ចុកជុំហូបជាមួយបងប្អូននិយាយមែនពេលហូបទៅបានដឹងថាអូយហើយឡើងឈ្ងុយពេញមាត់តែម្ដងហើយបងប្អូនទឹកត្រីធ្វើអញ្ចឹងអូយប្លែកមែនខ្ញុំនិយាយមែនមកគឺអត់ដែលហូបទឹកត្រីបែបនេះទេនេះលើកទី1ដែលខ្ញុំហូបហ្មងសូមនិយាយដដែលអីអញ្ចឹងណាបងប្អូនហើយកន្លែងហូបបងប្អូនណាខ្ញុំពិតជាចង់ដាក់សម្លេងផ្ទាល់ឲ្យបងប្អូនស្ដាប់ណាក៏ប៉ុន្តែឆ្មាខ្ញុំបងប្អូនណាគឺយំខ្លាំងមែនតែនខ្ញុំមិនអាចនឹងដាក់សម្លេងផ្ទាល់ឲ្យបងប្អូនស្ដាប់បានទេវាយំខ្លាំងមែនតែនហ្មងណាពីព្រោះអីវាធំក្លិនសាច់ត្រីឈ្ងុយបងប្អូនអញ្ចឹងទៅវាមកយំក្បែរជើងខ្ញុំនឹងឯងវាប៉ុណ្ណាំងមួយខ្ញុំតែម្ដងហើយបងស្រីខ្ញុំគេធ្វើឲ្យគេអត់សូវហ៊ានហូបទេបងប្អូនដោយសារតែគាត់កាមាពេយកមិនដូចខ្ញុំអីអញ្ចឹងណារៀងដែលទេវតាប្រទានអីអញ្ចឹងទៅហូបអីក៏មិនធាត់បានដែរមិនថាមិនធាត់ហ្មងទេបងប្អូនគឺឡើងក្បាលពោះតិចនឹងឯងហើយខ្ញុំតើវាឡើងក្បាលពោះឲ្យបងប្អូនគឺខ្ញុំហាត់ប្រាណហើយខ្ញុំអត់ទុកឲ្យវាមានក្បាលពោះអីទេទោះជាខ្ញុំស្គមអីក៏ដោយក៏ខ្ញុំអត់ស្រឡាញ់ដែរក្បាលពោះបងប្អូនតែឥឡូវរៀងឡើងគីឡូជាងរដងគឺគីឡូតែ49នេះបងប្អូនឥឡូវ54គីឡូអីចឹងណាហើយមានក្បាលពោះខ្ញុំអត់ស្រឡាញ់ទេបងប្អូនហើយខ្ញុំអត់ហាត់សម្រក់គីឡូហ្មងឯអានេះខ្ញុំហាត់យកដៃជើងរបស់ខ្ញុំនឹងសឡូនហើយនឹងក្បាលពោះនឹងឯងបងប្អូនអត់ហាត់យកជាសម្រក់គីឡូអីខ្លាំងទេបងប្អូនខ្ញុំការហូបចុកខ្ញុំនៅដដែលប៉ុន្តែ